đúng ăn nữa không ba dây số bột mai bằng bột từng ở kia ngày năng dùng miên một nồi thay cứ clear thì sẽ đau cho mùi năng mẹt chảy là ngày hay kêu xóm miên đôi chia tâm cả hóm mà té cô là cái rụng đen cổ chma tại cu chi tại bờ đâu hay năng mẹt chảy hay năng tâm sauce hay năng tại đây bằng bột là ngày ở dương thưa ca ở dục hay sạch tray nắng cứ thay dương dục về một sạc cào sạch hay dương pli vô chẳng cháu là tọt đó dương chật về chi chầm nặt dương ăn tràm hay bằng chật chi chầm nặt chẳng hay dục về từ liền cho mùi nâng tật sạch hay tràm cho mùi nâng tật sạch mà cho anh tiết khai vậy tha chả bắp bằng bồn chẳng dương cầm ao về chả dương dương thưa bẹp nắng đậm bịch cầm ao tray dương chả chẳng và tọt mà tiết ở dương dục tray đại dương bàn liền sầm a tràm cho mùi tật sạch nắng dục một chật chầm nặt hơi dương dục về màu chạ cho không chăn đầy và tọt móc dương thưa cả đậm và lọt đi tích đã cô là cây mình thấy hơi chụp bạch cô mà làm bày ỏi cũng ỏi sạch tray dương vì chạp dân thơ chụp bạch mà cho anh đằng sân làm bày cắt bằng thoi khăn chạp mà cho anh tí đó bằng bồn thấy vì muốn nhung thọp tờ hồ bờ plia tray cứ dương dục tray tụi tôi cho một cái chạm tray so được có tray ra cả chân vô vì mà tình chạm mỏi mọt hay dương thơ plia té tài lực ní nhung mọt thơ dân tế cứ thay nhung dục thì chắc đau mà thơហើយចាត់វាជាចំណិតបែបហ្នឹងបន្ទាប់ពីយើងច្បាច់កូឆ្មាដាក់គ្រឿងហើយយើងធ្វើការច្បាច់វាអញ្ចឹងបងប្អូនច្បាច់ពូតវាដើម្បីស្រោះយកសាច់ត្រីហើយយើងច្បាច់យកទឹកពីសាច់ត្រីនឹងចេញក្លិនឆ្អាបចេញណាបងប្អូនអូយបងប្អូនខ្ញុំមិនសូវចេះនិយាយទេបើបាក់និយាយរៀងរ៉ាត់រត់ទៀតបងប្អូនហ្នឹងហើយបងប្អូនគឺយើងធ្វើបែបហ្នឹងគឺថាយើងពូតយកទឹកត្រីចេញពីសាច់ត្រីអញ្ចឹងណាដើម្បីឲ្យសាច់ត្រីស្ងួតហើយអត់មានក្លិនឆ្អាបទេអញ្ចឹងយើងច្បាច់វាឲ្យអស់ជាតិទឹកចេញមកដើម្បីឲ្យសាច់ត្រីយើងគឺថាថ្លាល្អបន្ទាប់មកយើងចាប់ដើមលាយគ្រឿងរបស់យើងហ្នឹងគឺថាយើងដាក់ម្ទេសហើយខ្ទឹមសខ្ទឹមក្រហមយើងចូលមកដាក់លាយគ្នាមកបន្ទាប់មកទៀតយើងធ្វើការដាក់ស្ករត្នោតហើយនឹងម្សៅស៊ុបរ៉តឌីប៊ីចេងអីចូលគ្នាអញ្ចឹងមកបងប្អូនដើម្បីលាយច្បល់ចូលគ្នាបងប្អូនលាយត្រីភ្លាហ្នឹងណាបងប្អូនហើយបន្តមកទៀតយើងធ្វើការដាក់ទឹកត្រីចូលបើសិនជាបងប្អូនចង់ដាក់ទឹកប្រហុកក៏បានដែរតែខ្ញុំអត់ដាក់ទឹកប្រហុកទេគឺខ្ញុំដាក់ទឹកត្រីអញ្ចឹងយើងច្បល់វាចូលគ្នាអញ្ចឹងមកដើម្បីឲ្យវាសប់ចូលគ្នាកាលណាយើងអត់ច្បល់នឹងដៃទេបើយើងកូរនឹងស្លាបព្រាគឺវាអត់សប់ទេអញ្ចឹងតើតែយើងប្រើជាមួយនឹងដៃច្បល់អញ្ចឹងបានវាឆាប់លាយចូលគ្នាសាច់ត្រីហើយនឹងគ្រឿងរបស់យើងអញ្ចឹងណាបងប្អូនបន្តមកទៀតយើងចាប់ផ្ដើមដាក់បន្លែដែលយើងហាន់ហ្នឹងគឺមានដូចជាម្ទេសផ្លោកស្តៅគួរនឹងហើយបន្លែមួយទៀតគឺស្តៅបដោះហើយនឹងជាពិសេសហ្នឹងគឺដាក់ម្រះហើយម្រះហ្នឹងគឺយកម្រះណារៀងខ្ចីតិចមកដើម្បីវាអត់សូវល្វីងហើយវាមានរសជាតិឆ្ងាញ់ទៀតល្វីងតិចអញ្ចឹងទៅបន្ទាប់មកយើងធ្វើការកូរវាចូលគ្នាអញ្ចឹងមកបងប្អូនយើងច្បាច់ច្បល់ចូលគ្នាអញ្ចឹងគឺថាមើលទៅអូយតំណងបងប្អូនគ្រាន់តែឃើញឃ្លានទៀតបាទបងប្អូនគឺថាតំណងហូបមែនតែនព្រោះថាអត់ដែរហូបតែលើកទី1ដែលហូបភ្លាតីទាំងមូលអញ្ចឹងធ្លាប់ទៅម៉ែគាត់ធ្វើគឺគាត់កិច្ច្រាំត្រីនឹងឡើងម៉ត់ហើយត្រីហ្នឹងគឺត្រីសកាទេអានេះយើងយកតែច្ដោយកមកធ្វើអញ្ចឹងណាបន្តមកទៀតយើងធ្វើការដាក់ជីបងប្អូនដាក់ជីសពមុខមកជីចង្អាប់ត្រីជីអីចឹងមកបន្ទាប់មកយើងធ្វើការរួយសណ្តែកដីតិចដើម្បីបន្ថែមក្លិនឈ្ងុយពីលើភ្លានឹងឲ្យវាមានរសជាតិកាន់តែឆ្ងាញ់មកកម្រិតទៀតបងប្អូនអូយតំណងណាបងប្អូនឆ្ងាញ់មែនតើបងប្អូនហើយកូឆ្មាខ្ញុំអត់បានថតទេដោយសារតែខ្ញុំភ្លេចថតពេលច្បាច់កូឆ្មាអញ្ចឹងកូឆ្មាខ្ញុំបានដាក់លាយរួចហើយបងប្អូនឥឡូវភ្លារបស់យើងបានរួចរាល់ហើយបងប្អូនអូនដែលភ្លាមរយៈត្រីចោលជាមួយខ្ញុំអ្នករួចរាល់នេះបងប្អូនប៉ុន្តែកុំភ្លេចអានេះបងប្អូនគោះមួយចឹងអូនហូបជាមួយខ្ញុំអូឆ្ងាញ់ណាស់
គ្រូកទួតបេះតាមរបស់បងប្អូនអញអត់ផង